ពេលហ្នឹងគឺខ្ញុំជួបបញ្ហាខ្លាំងមែនទែនadvertise របស់ខ្ញុំក៏ខ្ញុំរកលុយលេងបានអា trade ហ្នឹងក៏វាអត់ទៅមុខវាធ្វើឲ្យខ្ញុំ stuck ខ្លាំងមែនទែនក៏ខ្ញុំសម្រេចចិត្តទៅចូលធ្វើការនៅកន្លែង casino ប្រាក់ខែតែ250ទេហើយធម្មតាយើងធ្លាប់រកលុយបានច្រើនមួយខែវាចូល1000ទៅ2000ដែរក្នុងមួយខែចំណុចគ្រប់ទាំងអស់ហើយចឹងទៅដល់ពេលយើងរបៀបថាដួលទៅមួយគ្រាំងទៅយើងអត់ដឹងត្រូវធ្វើម៉េចយើងត្រូវរកលុយមកផ្សេងៗមកចំណាយក៏អីចឹងទៅ ចង់មានន័យថាចប់ពី high school ភ្លាមយើងបន្សួត career នឹងភ្លាម ខ្ញុំរៀនបានចប់ហើយបងពេលហ្នឹងខ្ញុំរៀនបានចប់ហើយខ្ញុំចាំបានអាការដែលខ្ញុំនៅរៀនហ្នឹងឆ្នាំ COVID ខ្ញុំត្រូវរកលុយបង់សាលាខ្លួនឯង ជំរាបសួរហើយក៏សូមស្វាគមន៍មកកាន់ new episode of B Talk Podcast អញ្ចឹងថ្ងៃនេះផងដែរយើងមានភ្ញៀវកិត្តិយសថ្មីមួយរូបទៀតហើយគាត់គឺជា trader ម្នាក់ដែលបានដើរនៅលើវិស័យនឹងចូលប្រហែលជា 4-5 ឆ្នាំដែរហើយតាំងតែពីខ្ញុំស្គាល់គាត់មកហើយថ្ងៃនេះផងដែរគាត់នឹងមកចែករំលែកបទពិសោធន៍ផ្សេងៗតាក់ទងទៅនឹងការបរាជ័យការគ្រប់គ្រងភាពជោគជ័យរបស់គាត់រួមជាមួយនឹងឧបសគ្គនានាដែលគាត់ជួបកន្លងពេលក្នុង journey របស់គាត់ហ្នឹងគាត់នឹងមកចែករំលែកក្នុង podcast មួយនេះហើយខ្ញុំសង្ឃឹមថាអ្នកស្ដាប់ឬក៏អ្នកមើលទាំងអស់គ្នាហ្នឹងនឹងទទួលបានជាប្រយោជន៍ដើម្បីយកទៅអនុវត្តឬក៏ដោះស្រាយនៅពេលដែលជួបបញ្ហាដូចគ្នាដែរអញ្ចឹងខ្ញុំសូមឲ្យ D ជួយណែនាំខ្លួនបន្តិច ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះឈួនថងឌីហើយនៅក្នុង social media របស់ខ្ញុំភាគច្រើនគេស្គាល់ជាឈ្មោះ TD Hunter ដែលខ្ញុំ run community រាល់ថ្ងៃហ្នឹងណា បាទអញ្ចឹងដើម្បីឲ្យស្រួលអញ្ចឹងយើងសុំហៅថា D ចុះ បាទ ដើម្បីឲ្យមានភាពស្និទ្ធស្នាលបន្តិចអញ្ចឹង D អាចបង្ហាញពីប្រវត្តិខ្លួនឯងបន្តិចបានអត់ថាតើយើងមកដល់ថ្ងៃនេះមកមុននឹងដល់ថ្ងៃនេះយើងចាប់ផ្ដើមក្នុងវិស័យនឹងដោយបែបណាដែរ អូខេអញ្ចឹងជាដំបូងឡើយមុននឹងខ្ញុំចាប់ផ្ដើមពីវិស័យ trade នេះខ្ញុំប្រវត្តិខ្លួនមកពីអ្នកដែលធ្វើលក់ page ទិញលក់ page ជាមួយឬក៏អ្នកដែលធ្វើ advertise អញ្ចឹងទៅអញ្ចឹងការហ្នឹងអ្វីដែលខ្ញុំចាំបានអឺពេលដែលខ្ញុំចាប់ផ្ដើមធ្វើជាមួយនឹង Facebook page ឬក៏ advertising ហ្នឹងខ្ញុំរកចំណូលពីហ្នឹងបានក៏រៀងច្រើនគួរសមដែរប៉ុន្តែអា trading ក៏ខ្ញុំស្គាល់ពីមិត្តភ័ក្តិខ្ញុំមកអញ្ចឹងណាគាត់ណែនាំពេល call វីដេអូលេងមួយគ្នាអញ្ចឹងតែគាត់ឃើញគេលក់មេរៀនទាក់ទងមួយ Forex អញ្ចឹងក៏គាត់ចូលទៅទិញហើយគាត់ក៏ផ្ញើមកឲ្យខ្ញុំមើលប៉ុន្តែគឺពេលហ្នឹងគឺខ្ញុំរបៀបថាខ្ញុំមើលអត់យល់តែវាមានវគ្គទាំង basic ទាំង advanced អីផ្សេងៗអញ្ចឹងទៅអញ្ចឹងវាមានបរិញ្ញាទាក់ទងជាមួយនឹង fundamental ទាក់ទងជាមួយនឹងcandlestick តែខ្ញុំមើលអត់យល់ទៅពេលហ្នឹងព្រោះដោយសារតែវាពិបាកខ្លាំងមែនទែនវាមានតាំងពី candlestick តាំងពីមាន morning star វាមានតាំងពីអីផ្សេងៗច្រើនខ្ញុំពិបាកនៅក្នុងការចំណាំអញ្ចឹងខ្ញុំក៏មើលវាអត់យល់ក៏ខ្ញុំឈប់មើលវាទៅហើយខ្ញុំនៅធ្វើ advertise ដដែលស្រាប់តែនៅពេលមួយពេល advertise ហ្នឹងមួយវឹកពេលហ្នឹងខ្ញុំរកលុយបានច្រើនក៏មានភ្ញៀវដែលខ្ញុំកាន់ client នៅក្រោមដៃច្រើនដូចគ្នាស្រាប់តែពេលមួយហ្នឹងគឺ Facebook វា update មកវាស្រាប់តែវាមានបញ្ហាលើរបៀបថា booster ខូចចេញច្រើនផ្សេងភ្ញៀវខ្លះក៏គាត់អស់លុយនៅក្នុងការ run ទៅលើ advertise ហ្នឹងខ្លះទៅក៏លក់ដាច់ទៅក៏គាត់ឈប់របៀបឈប់សេវាកម្មយើងម្ដងម្នាក់ហើយខ្ញុំគិតថានៅក្នុងadvertise នេះវាអត់សូវរបៀបថាមើលទៅវាអត់ stable ណាខ្ញុំចង់រកអ្វីមួយដែលវាមកគេថាធ្វើជារបប2để ចង់ឲ្យវា stable អញ្ចឹងទៅហើយពេលហ្នឹងក៏ខ្ញុំនឹកឃើញរបៀបថាខ្ញុំទុកចោលហ្នឹងមួយរយៈហើយខ្ញុំក៏នឹកឃើញយកវាមក trade វិញស្រាប់តែនៅក្នុងថ្ងៃមួយពេលហ្នឹងខ្ញុំពិបាកពេលដែលខ្ញុំទៅរៀនហ្នឹងខ្ញុំពិបាកដែររបៀបថាខ្ញុំអត់ដឹងថាខ្ញុំត្រូវទៅបង្កើត account មិនខ្មិចខ្ញុំត្រូវទៅ trade នៅក្នុង app មួយណា lot size ចូលមិនខ្មិច buy limit sell limit ក៏ខ្ញុំអត់ដឹងនិយាយទៅខ្ញុំថ្មីអត់ចេះសោះហ្មងអញ្ចឹងមានថ្ងៃមួយហ្នឹងអាចិតហ្នឹងកំពុងតែចង់ trade ស្រាប់ហើយក៏អស់ឃើញ story អ្នកដែលធ្វើការនៅ broker គាត់add story ពី trade ពីអីចឹងទៅខ្ញុំក៏ reply សួរគាត់បងបើឯងអ្នក trade មែនបើសិនខ្ញុំចង់បើក account មួយមកឯងមិនដែរខ្ញុំចង់សាក trade 100ឬក៏អីចឹង100 ឡានឬក៏អីចឹងទៅព្រោះពេលហ្នឹងអត់ចេះអីទាំងអស់ខ្ញុំចូលតាមគេហ្នឹងគេថាបើសិនជាឯងចូលមួយបងវាមានគ្រប់VIP ឲ្យចូលគេបោះ signal ឲ្យក៏អីចឹងណាអញ្ចឹងក៏យើងចូលតាមគេមួយរយៈរបៀបយើងគ្រាន់តែចូល buy ឬក៏ sell តាមគេខ្ញុំឃើញថាដំបូងគេថា beginner ឡាវាចំណេញបានច្រើនវាថាចូល buy ក៏ចំណេញ sell ក៏ចំណេញខ្ញុំគិតថាវិស័យហ្នឹងដេកខ្លាចនិយាយថានឹងខ្លាចជាអ្នកមានពេលយើងចូលថ្ងៃដំបូងភ្លាមហ្នឹងក៏យើងដេកយប់ឡើងហ្នឹងយើងនឹកឃើញថា
វិស័យនេះមើលទៅដូចរលុយស្រួលតិចអញនឹងខ្លាចជាអ្នកមានដោយសារវិស័យមួយហ្នឹងណាហ្នឹងហើយអញ្ចឹងជាថាមករយៈពេលឧទាហរណ៍3 4 5ថ្ងៃក្រោយដែលខ្ញុំចូលនៅតាម signal ដូចគ្នាប៉ុន្តែគេបោះមកខុសទាំងអស់បែរថាខ្ញុំមួយថ្ងៃហ្នឹងគឺខ្ញុំចុចតែ buy sell ព្រោះតែមួយថ្ងៃហ្នឹងគាត់បោះ signal ក្រោយខ្ញុំតែចូល buy ចូល sell ចូល buy ចូល sell តែមួយថ្ងៃហ្នឹងគឺកពុលមុខខ្លាំងមែនទែនហើយរបៀបថាវានៅក្នុងវិស័យហ្នឹងគឺវា stress ខ្លាំងណាស់ដល់អញ្ចឹងហើយក៏ខ្ញុំឈប់មួយរយៈពេលធំទៅហើយដល់ពេលខ្ញុំទៅ focus ធ្វើ advertise វិញទៅខ្ញុំក៏គិតថាអានេះដំបូងគិតថាវាស្រួលដល់ពេលយូរៗទៅវាធ្វើដូចក៏វាអត់ស្រួលមែនដែរវាធ្វើឲ្យយើង stress ខ្លាំងផងហើយក៏វាបាត់បង់លុយលឿនដែរអញ្ចឹងក៏ back ត្រឡប់ទៅធ្វើ page វិញទៅធ្វើធម្មតាប៉ុន្តែគ្រាន់តែយើងចាប់ផ្ដើម boost លក់ page នៅក្នុងអា page official របស់យើងហ្នឹងយើងយកលុយទៅរកលុយពីអាហ្នឹងសិនទៅលក់ page ឲ្យភ្ញៀវអញ្ចឹងទៅយើងទៅរកភ្ញៀវមកកាន់សេវាកម្មយើងបន្ថែមអីចឹងទៅអញ្ចឹងដល់ពេលដែលយើងរកបានហើយវាស្រាប់តែថ្ងៃហ្នឹងវាសុកវានឹកឃើញចិត្តចង់ត្រឡប់មកវិញណាហើយក៏ចូលមកវិញទៅដល់ពេលចូលមកវិញហ្នឹងខ្ញុំនៅតែ deposit trade ដោយអត់មានគ្រូឯណាត្រឹមត្រូវទេខ្ញុំ deposit ចូលពេលហ្នឹងដូចជា500ដោយសារតែពេលនេះខ្ញុំគិតថាចេះdeposit ចូល500ទៅព្រោះដោយសារយើងរកលុយបានពី advertise ដែរយើងអាចមានចំណូលទុកពីអានោះមកដែរអញ្ចឹងបើសិនជាវាខាត500ហ្នឹងក៏វានៅសល់គេហៅថាលុយផ្សេងៗមកដើម្បី trade ឬក៏យើងសម្រាប់ចំណាយប្រចាំថ្ងៃអីដែរអញ្ចឹងទៅអញ្ចឹងខ្ញុំក៏នៅតែ trade ទៅរហូតក៏វាអត់មានបានលទ្ធផលអីវាដាច់ account រហូតវាអត់មានបានលទ្ធផលអីទាំងអស់អញ្ចឹងក៏ខ្ញុំឈប់មករយៈពេលក្រោយទៀតហើយពេលហ្នឹងគឺខ្ញុំជួបបញ្ហាខ្លាំងមែនទែនadvertise របស់ខ្ញុំក៏ខ្ញុំរកលុយលេងបានtrade ហ្នឹងក៏វាអត់ទៅមុខវាធ្វើឲ្យខ្ញុំ stuck ខ្លាំងមែនទែនក៏ខ្ញុំសម្រេចចិត្តទៅចូលធ្វើការនៅកន្លែងកាស៊ីណូប្រាក់ខែតែ250ទេហើយធម្មតាយើងធ្លាប់រកលុយបានច្រើនមួយខែវាចូល1000ឬក៏2000ដែរក្នុងមួយខែចំណុចសរុបទាំងអស់ហើយចឹងទៅដល់ពេលយើងរបៀបថាដួលទៅមួយគ្រាំងទៅយើងអត់ដឹងត្រូវធ្វើម៉េចយើងត្រូវរកលុយមកផ្សេងៗមកចំណាយក៏អីចឹងទៅអញ្ចឹងក៏សម្រេចចិត្តទៅចូលធ្វើការកាស៊ីណូមួយខែតែ250ដែរហើយធ្វើការគេហ្នឹងគឺរបៀបវា stress ខ្លាំងមែនទែនវាធ្លាប់តែយើងរកលុយបានច្រើនដល់ពេលយើងទៅធ្វើការគេបានប្រាក់ខែតិចហើយវាត្រូវមាត់គេផងអីផងទៅក៏វាពិបាកហើយខ្ញុំក៏នៅធ្វើបដាយទៅពេលហ្នឹងក៏នៅតែគិតថា trade ហ្នឹងវានៅតែអាចអូខេទៅមុខរួចអីចឹងទៅស្រាប់តែក្នុងថ្ងៃមួយដែលខ្ញុំធ្វើការបដាហ្នឹងខ្ញុំនៅ boost អីគេបដាខ្ញុំស្រាប់តែអស់ TikTok ទៅខ្ញុំឃើញមាន mentor ម្នាក់នៅក្នុង TikTok គាត់បរៀនតាក់ទងមួយ trade ហើយជំនាន់ហ្នឹងខ្ញុំមើលឃើញថានៅក្នុងស្រុកខ្មែរអត់ទាន់មានតែគេបរៀនចេញមករបៀបប្រភេទដូចខ្ញុំឆ្លាញ់ចង់ trade ពពួក SMC អីចឹងមើលទៅវាចាប់ structure ទំនងអីចឹងទៅខ្ញុំឃើញគាត់ក៏ខ្ញុំខាត់ contact សួរគាត់រៀនតាក់ទងជាមួយនឹងSMC ហ្នឹងពេលហ្នឹងអូខេហើយក៏រៀនបដា trade បដាធ្វើការបដាតែនៅតែអត់មានលទ្ធផលដដែលហ្នឹងហើយស្រាប់តែថ្ងៃមួយដែលខ្ញុំកំពុងតែធ្វើការហ្នឹងក៏ខ្ញុំមានបញ្ហាជាមួយនឹងបុគ្គលិកតែពេលហ្នឹងខ្ញុំសុំបកទៅក្រោយតិចពេលខ្ញុំចូលធ្វើការនេះខ្ញុំជាប់កុងត្រាគេព្រោះខ្ញុំទាល់លុយខ្លាំងពេកអញ្ចឹងគេត្រូវកំណត់ឲ្យខ្ញុំចូលកុងត្រាមួយគេមួយឆ្នាំបានគេឲ្យខ្ញុំចូលធ្វើការកន្លែងហ្នឹងបានអញ្ចឹងខ្ញុំធ្វើការតឹងសម្ពាធខ្លាំងមែនទែនខ្ញុំធ្វើបានពេលហ្នឹងដូចជាខ្ទង់5ខែក៏6ខែខ្ញុំមានបញ្ហានៅក្នុងក្រុមហ៊ុនហ្នឹងមានបញ្ហាមួយបុគ្គលិកគ្នាឯងហ្នឹងហើយក៏អញ្ចឹងទៅក៏ខ្ញុំសុំសម្រេចចិត្តចេញពីក្រុមហ៊ុនហ្នឹងហ្មងទៅហើយក៏ខ្ញុំចេញពីក្រុមហ៊ុននេះខ្ញុំសល់លុយក្នុងខ្លួនប្រហែលជាដូចជា$3000ហើយខ្ញុំគិតថាបើសិនជាខ្ញុំចេញពីអស់ឥឡូវខ្ញុំអស់ការងារធ្វើខ្ញុំលែងមានចំណូល advertise ក៏ខ្ញុំខ្វិចបាត់ហើយខ្ញុំលែងបានចំណូលអញ្ចឹងខ្ញុំសល់លុយនេះជាលុយចុងក្រោយរបស់ខ្ញុំហើយខ្ញុំក៏ដក$1500ពេលនេះខ្ញុំដក2000ទៅ bill PC ខ្ញុំ bill អស់ទាំង monitor ទាំងធុងអស់ទាំងអីហ្នឹងទាំងអស់ចូល2000អញ្ចឹងនៅសល់តែ1000នៅខ្លួនឯងដែលខ្ញុំយក500ដាក់ trade 500ទុកនឹងខ្លួនព្រោះការហ្នឹងអត់ត្រូវចំណាយផ្សេងៗនៅខាងក្រៅទេព្រោះដោយសារតាខ្ញុំនៅផ្ទះឲ្យប៉ាអញ្ចឹងការចំណាយញ៉ាំអីផ្សេងៗហ្នឹងគឺនៅលើប៉ាទាំងអស់បែរថ្លៃផ្ទះថ្លៃអីគឺអត់ត្រូវចំណាយទាំងអស់ហ្នឹងហើយអញ្ចឹងគឺវាទោះបីជាពេលខ្ញុំ trade ដាច់ account ឬក៏អីក៏វាអត់មានបញ្ហាដែរព្រោះនៅមានបាយញ៉ាំអញ្ចឹងពេលមកធ្វើ full time ដំបូងហ្នឹងក៏យើងនៅរៀនបន្ថែមក៏យើងនៅ trade ប្រាប់ដែរតែគ្រាន់តែវានៅអត់ទាន់លទ្ធផលព្រោះវាយើង stress ខ្លាំងព្រោះដោយសារហេតុអីនៅពេលដែលយើងចេញចាប់ផ្ដើមមកធ្វើ full time យើងអត់មានចំណូលពីខាងក្រៅហើយលុយហ្នឹងគឺជាលុយចុងក្រោយរបស់យើងទៀតដល់ពេលដែលយើង trade យើងគិតតែសម្ពាធឧទាហរណ៍ថាមានតែ500យើង deposit trade គ្រាន់តែយើងចូលតែ position មួយក៏យើងគិតដែរចុះបើសិនជាមក position នេះអញ CSL អញត្រូវខាតឧទាហរណ៍ថា20 30រៀលក៏ត្រូវដាច់បាយមួយថ្ងៃឬក៏ពីរថ្ងៃឬក៏មួយអាទិត្យពីរអាទិត្យដែរព្រោះ20 30រៀលវាច្រើនដែរយើងចូលទៅពេលខ្លះយើងអត់ហ៊ាន hold ដល់គោលដៅទេព្រោះដោយសារតែវាយើងគិតពីការចំណូលចំណាយឬក៏យើងជាប់ជំពាក់ច្រើនរឿងដែលយើងត្រូវចំណាយផ្សេងៗអញ្ចឹងទៅអញ្ចឹងឥឡូវ
ដោយសារ D រៀបរាប់មកច្រើនហើយអញ្ចឹងខ្ញុំសូមត្រឡប់ទៅក្រោយតិចD ចាប់ផ្ដើមធ្វើ advertising ហ្នឹងនៅប្រហែលអាយុប៉ុន្មានបើតាមខ្ញុំស្ដាប់ទៅដូចជានៅកាលហ្នឹងដូចនៅក្មេងដែរមែនទេបើតាមខ្ញុំចាំទៅប្រហែលជាអាយុខ្ទង់8ដល់10មិនដឹងមក7ដល់10មិនដឹងអញ្ចឹងមានន័យថា បាទ ចប់ពី high school ភ្លាមយើងបន្សុទ្ធ career នឹងភ្លាម ខ្ញុំ ដោយសារជា ខ្ញុំ ឱ រៀន កាស បានចប់ហើយបងពេលហ្នឹងខ្ញុំរៀនបានចប់ហើយខ្ញុំចាំបានអាការដែលខ្ញុំនៅរៀនហ្នឹងឆ្នាំកូវីដខ្ញុំត្រូវរកលុយបង់សាលាខ្លួនឯងពេលហ្នឹងខ្ញុំចាំបានថាខ្ញុំនៅធ្វើ advertise ប៉ុន្តែគ្រាន់តែមិនទាន់ធំទេនៅធ្វើជា agency របៀបថាលក់ page ឧទាហរណ៍ខ្ញុំទិញ page ពីគេមកតម្លៃមានអ្នកបោះធំមួយមាន យើង អ្នក ជា ធំមួយ middleman ខ្ញុំជាកណ្ដាលឧទាហរណ៍គេ Yeah អ្នកធំនេះគេមកប្រាប់ខ្ញុំថាអូនឥឡូវបងត្រូវការ page 2K អញ្ចឹងអូនឯងត្រូវឲ្យបងមកបងឲ្យខ្ញុំតម្លៃ7រៀលអញ្ចឹងខ្ញុំទៅរកទិញ page តម្លៃ 2K ហ្នឹងតាមក្រុមផ្សេងៗជ្រេមកបើសិនជាអ្នកគេមាន page តម្លៃឲ្យខ្ញុំអញ្ចឹងខ្ញុំទៅចរចាយតម្លៃមួយគេឧទាហរណ៍ឥឡូវបានឥឡូវបើឯងលក់តែខ្ញុំ6រៀលទៅខ្ញុំយកគេទៅដាក់ទៅបានតែកន្លះភាគរយទៅបានតែកន្លះរៀលទេន័យថា0.50 ណាអញ្ចឹងប៉ុណ្្នឹងទៅចែកគ្នារស់ឬក៏អីចឹងទៅអញ្ចឹងបើសិនខ្ញុំជ្រេ send page ទៅគេត្រូវ insight ឬក៏ page ហ្នឹង quality ល្អហើយយើងផ្ញើទៅគេទៅយើងចំណេញនៅក្នុង 2K ហ្នឹងចំណេញបានផ្សេងយើងយកពីគេមក6រៀលយើងលក់ទៅដល់7រៀលយើងបាន$2នៅក្នុងមួយ page ហ្នឹងហើយអញ្ចឹងវាវត្តខ្លួនចេញពីហ្នឹងមកបានមកធ្វើ advertise អញ្ចឹងយើងចេញពីអ្នកលក់ page របៀប middleman យើងដើររក source page ដើម្បីលក់និយាយទៅដូច side hustle ដើម្បីរកលុយទៅបង់សាលាមែនទេហ្នឹងហើយបង អញ្ចឹងបងបញ្ជាក់អូនឯង high school drop out មែនអត់ ហ្នឹងហើយបង Wow ខ្ញុំ អ្នកនរគ្នា ឈប់រៀនទី12នេះគឺជា message មួយណាhigh school drop out ក៏អាចក្លាយជាមនុស្សមួយដែល success មិនជាដុំកពួនណាស់ណាដែលថាអូកាត់ millionaire អីទេប៉ុន្តែអាចដើរដល់គោលដៅខ្លួនឯងដោយសពថ្ងៃអញ្ចឹងវាជា inspiration មួយដែរដែលអ្នកទាំងអស់គ្នាអាចយកទៅលើកទឹកចិត្តខ្លួនឯងនៅក្នុងការធ្វើដំណើរក្នុងផ្លូវជីវិតរបស់យើងអញ្ចឹងបន្ទាប់ពី drop out បងអូនបាន side hustle ទៅធ្វើជាអ្នកលក់ page ហើយបន្ទាប់មកក៏ advertising ហើយបន្ទាប់មក discover trading ហ្នឹងហើយអញ្ចឹងក្នុងរយៈពេលដែលបងអូន discover trading ហ្នឹងចាប់ពីប្រហែលឆ្នាំទៅបានបងអូនចាប់ផ្ដើមឃើញផលនិយាយទៅនៅក្នុង2ឆ្នាំគឺខ្ញុំរៀនហ្មងឆ្នាំទី1គឺសឹងថាយើងគិតថាយើងអត់បានអីសោះតែ experience ចុះព្រោះយើងអត់បានរៀនបែបយើងគ្រាន់តែយើងយកលុយទៅ trade ទៅខាតតែមួយឆ្នាំដំបូងឆ្នាំទី2ខ្ញុំមករៀនជាមួយនឹង strategy អញ្ចឹងរៀនមួយ strategy ហើយឆ្នាំទី3គឺខ្ញុំរៀនអំពីតាក់ទងជាមួយនឹង psychology តាក់ទងមួយ risk management តាក់ទងមួយ discipline នៅក្នុង trade អញ្ចឹងជាឆ្នាំទី3នេះឆ្នាំទី3កន្លះបាទខ្ញុំអាច profit ពីវា profit ពី trade អញ្ចឹងត្រឡប់ទៅវិញបងអូនរៀនទាំង technical ទាំង psychology ទាំងអីផ្សេងៗដែលតាក់ទងជាមួយនឹង trade ហ្នឹងរយៈពេលចូលចង់3ឆ្នាំកន្លះដែលចង់ស្មើនឹងបងអូនរៀននៅមហាវិទ្យាល័យហ្នឹងហើយអញ្ចឹងអា skill ដែលយើងបណ្ដោះក្នុងការ trade ហ្នឹងមិនមែនស្រួលដូចដែលយើងមើលតាមអ៊ីនធឺណិតឬក៏លើ social media ទេវាត្រូវការពេលច្រើនមែនទែននៅក្នុងការទៅរៀនដើម្បីទទួលបានបទពិសោធន៍ហើយយកទៅជួញដូរឲ្យបានជោគជ័យបាទប៉ុន្តែបើចំពោះបងផ្ទាល់បងក៏គិតថាមកពីកត្តា mentor ដែរបាទមិនបានអញ្ចឹងដោយសារអង្ការពីមុនបងក៏ start ដែរជំនាន់ហ្នឹងបង start នៅក្នុងឆ្នាំ2021អីហ្នឹងហើយបងទៅលើ YouTube ខ្ញុំគិតថាអ្នកដែលរៀន start trade ដំបូងទៅលើ YouTube ព្យាយាម search មើល YouTuber ខ្មែរដែលគាត់ចាប់ផ្ដើម trade គឺអត់សូវមានទេនៅក្នុងឆ្នាំចន្លោះហ្នឹងអត់សូវមានទេបងត្រឡប់ទៅវិញអូនចាប់ផ្ដើមសិក្សាទៅលើ trade ហ្នឹងនៅក្នុងឆ្នាំណាដែរចន្លោះខ្ទង់ជាឆ្នាំ2021 2022បងដែលស្គាល់ហ្មងណាអូអញ្ចឹងប្រហែលបងដែរហ្នឹងអញ្ចឹងបងក៏ចាប់ផ្ដើមក្នុងពេលហ្នឹងដែរគាត់ថាពេលហ្នឹង start មិនមែនមកខាង forex ទេពេលហ្នឹង start នៅ crypto spot trading ហើយបន្ទាប់មកក៏វិវត្តខ្លួនព្យាយាមរកចំណូលធ្វើម៉េចឲ្យបានប្រចាំថ្ងៃអញ្ចឹងstory យើងទាំងពីរប្រហែលស្រដៀងគ្នាបងចាប់ផ្ដើម trade បន្ទាប់មកក៏រៀនអភិវឌ្ឍ psychology ខ្លួនឯងតាក់ទងទៅនឹង management តាក់ទងទៅនឹងអារម្មណ៍គ្រប់គ្រង control អីផ្សេងៗហ្នឹងរយៈពេលប្រហែល2ឆ្នាំដូចគ្នាដោយសារកាលហ្នឹងជួបបញ្ហាត្រង់ថាមាន prop firm មួយហ្នឹងគេបានក្រុមហ៊ុននៅអាមេរិកហ្នឹងទៅបានបិទដោយសារគេប្តឹងអញ្ចឹងទៅក៏ធ្វើឲ្យ psychology យើងខូចខ្លាំងមែនតើយើងអាចទៅធ្វើអីបានហើយកាលហ្នឹងខ្ញុំប៉ះ trade មកគឺលាយ2ឆ្នាំខ្ញុំមិនអាចទៅធ្វើអីបានទេអញ្ចឹងក៏សម្រេចចិត្តថាអូខេមានតែ time ទេដែលអាច heal អាបញ្ហាហ្នឹងបានអញ្ចឹងក៏សុកចិត្ត take a break ពី trade 2ឆ្នាំហើយឥឡូវទើបតែចាប់ផ្ដើមមកវិញបាន1ឆ្នាំអញ្ចឹងអ្វីដែលបងអូនគិតថាបើសិនជាពេលហ្នឹងណាមានណាវាអាចជួយបងអូនបានមានរបៀបម៉េចបងប្រៀបធៀបដូចឧបមាដូចជាអ្នកចែករំលែកដូចជាអ្នកបង្កើត content អីផ្សេងៗដូចពីមុនដែលយើងចាប់ផ្ដើមមកគឺ
អ្វីដែលយើងទៅព្យាយាមរកគឺអត់មានទេនៅលើអ៊ីនធឺណិត ហ្នឹងហើយសឹងថាពេលហ្នឹងវាអត់មានមែនហ្នឹងវាច្រើនតែយើងមើលវីដេអូស្រុកគេហើយយើងព្យាយាមទៅ join channel ពួកស្រុកគេដែលបោះ signal នឹងផ្សេងៗគឺពេលហ្នឹងគឺឃើញចឹងតែបើសិនជាពីមុនវានឹងឥឡូវវាខុសគ្នាច្រើនណាស់ព្រោះដោយសារឥឡូវមាន trader ឡើងមកច្រើនហើយពួកគាត់ចែកម្លែកទៅមួយexperience ផ្សេងៗនៅក្នុង trade នឹងច្រើនដែរពីពីមុនគឺអត់សូវមានដែរបងអត់សូវមានហ្មងសឹងថាយើង survive មកពីខ្លួនឯងសុទ្ធណាយើង learn ពីមួយឆ្នាំទៅមួយឆ្នាំយើង learn រហូតហើយយើង make mistake ហើយយើង learn រហូតអត់មានអ្នកណាគេដែល ចែ មក ករំ try លែក ផ្លូវអត់មានអ្នកគេមក try ផ្លូវថាអូនៅក្នុងក្នុង trading នេះកន្លែងនេះវាមានបញ្ហាអញ្ចេះហើយ trade មិនបាន profit មាន management មិន discipline មិនដើម្បីបានឲ្យលឺល្អប្រសើរអញ្ចឹងប៉ុន្តែអត់មានទេបងគ្រប់យ៉ាងគឺ learn ខ្លួនឯងទាំងអស់ Yeah គឺ self learning ទាំងអស់ គិតថាអា period ដែលយើង start ហ្នឹងគឺយើងទទួលបានបទពិសោធន៍ដូចគ្នាហើយខ្ញុំជឿថាអ្នកមើលដែលគាត់ចាប់ផ្ដើម start ក្នុងអំឡុងពេលឆ្នាំហ្នឹងក៏មានបទពិសោធន៍ស្រដៀងពួកយើងដែរគឺអត់សូវខុសគ្នា ហ្នឹង ទេ ហើយសូវ សិតតែនិយាយទៅទ្រោះផ្លូវដើរខ្លួនឯងជួបបញ្ហាអីដោះហ្នឹងដើរទៅមុខទៀតជួបបញ្ហាអីដោះហ្នឹងដើរទៅមុខទៀតចុះបើនិយាយពីបញ្ហាតើបងអូនដែលជួបបញ្ហាអីកន្លងពេល journey ក្នុងការ trade របស់យើងអត់ដែលធ្វើឲ្យយើងសឹងតា give up trading ហ្មង បើនិយាយ give up វាច្រើនដងវា give up ការជំនាន់នៅ beginner វាផ្សេងជំនាន់ដែលយើងទៅជា master លើ strategy វាផ្សេងខ្ញុំចាំបាននៅពេលដែលខ្ញុំធ្លាប់ losing streak ហើយ psychology របស់ខ្ញុំ hit ខ្លាំងគឺដោយសារតែខ្ញុំ rush the process របៀបថាខ្ញុំទៅទិញ platform យកមក trade គឺខ្ញុំចង់ expect វាមួយថ្ងៃពីរថ្ងៃឲ្យវា pass step 1មកគឺខ្ញុំទៅឡើង left side ទៅឡើង risk ខ្លាំងពេកខ្ញុំអាងអីខ្ញុំអាងលុយ back up ពីខាងក្រោយអាងមានលុយ back up 5 6 7 8ដង10ដងអញ្ចឹងទៅអញ្ចឹងក៏ព្យាយាមធ្វើម៉េចទិញ account មក rest មួយថ្ងៃធ្លាក់ account មួយថ្ងៃធ្លាក់ account មួយថ្ងៃខ្លះ2ធ្លាក់1អញ្ចឹងទៅអញ្ចឹងអាលុយ back up នោះវាទប់មិនជាប់ដល់ពេលឧទាហរណ៍ថាយើងសល់លុយ back up 10ដងចាំតែខ្ញុំអស់7ដងបាត់ហើយណាអញ្ចឹងខ្ញុំចាប់ផ្ដើម stress ថាជុំ account អញទៅអស់7 account បាត់ហើយ stress របៀបថាអត់ដឹងត្រូវធ្វើម៉េចទេបើថាទិញ account មកទៀតលុយវាខូចអញ្ចឹងខ្ញុំទៅបាយគណិតមួយគំនិតដ៏ឈួតលីលាហ្មងដែលខ្ញុំយកលុយខ្ញុំទៅ flip ខ្ញុំ deposit ពេលហ្នឹងខ្ញុំរបៀបថាមនុស្ស stress ជុំគាត់ថា trade ធម្មតាមួយកាលណា recovery លុយអស់វ៉េអញ្ចឹងក៏បាយគណិត deposit លុយដែលនៅសល់3 back up សល់3ថានៅសល់3000ទៀតចុះ3000នៅក្នុងខ្លួនចុះក៏យកលុយហ្នឹងដក500យកមក flip ដំបូងមិនមែន pivot មកពីអាហ្នឹងទេsorry pivot ពីយើង flip លេងៗហ្នឹងយើងដាក់ flip 10 20រៀលពេលយើង trade profirm ហើយដៃយើងអស់អីវាទៅជាទម្លាប់ ហ្នឹងទៅជាអាហ្នឹងជា bad habit វិញណាដល់ពេលខ្ញុំទៅ deposit trade account sen កាលហ្នឹងនៅចំណង Ricky ហ្នឹងហើយdeposit trade 10រៀលទៅជា sen flip លេងទៅតែពេល flip បានវាសុបាយអញ្ចឹងទៅយើងរបៀបថាចេះតែ flip វារហូតវាទៅជាទម្លាប់អាក្រក់ដល់ពេលយូរទៅ deposit លើកក្រោយ20រៀល30រៀល40រៀលដាច់ចេះតាម50រៀល60រៀលដាក់ deposit ដល់100 200 300 400 500 600រហូត flip ដាច់រហូតហើយអាពេល flip account ហ្នឹងគឺខ្ញុំខូច psychology ខ្លាំងមែនទែនអាពេលដែលយើងធ្លាក់ profirm ហ្នឹងវាខូច psychology មួយតង់ហើយដល់ពេលយើងទៅ flip account វាមួយតង់ទៀតអាលុយយើងកាន់តែខូចទៅយើងកាន់តែ stress បើថាធ្វើម៉េចហើយអាលុយនេះក៏វាខូចអាលុយនេះក៏វាខូចហើយបើយើងនៅយកទៅ flip ធ្វើឲ្យខូចរហូតអញ្ចឹងចេះតែរត់ទៅទិញ profirm ឈប់ trade CFD ទៅទិញទិញពួក future ម្ដង future តែ future ធ្លាក់ future ទៀតអញ្ចឹងពេលហ្នឹងខ្ញុំ stress មែនទែនរយៈពេល6ខែហើយខ្ញុំសឹងថាខ្ញុំងើបវាអត់រួចទេគេថាខ្ញុំទៅធ្វើនេះក៏អត់កើតទៅធ្វើនោះក៏អត់កើតទៅ trade live account ក៏អត់កើតទៅ trade profirm ក៏អត់កើតវា psychology យើងវាអត់ល្អបណ្ដោយចង់ពេលហ្នឹងចង់ give up គេថាហើយពិបាកខ្លាំងណាស់ធ្វើម៉េចណាដេកយប់ឡើងគឺគិតរហូតដល់ដំណោះស្រាយ ចុះពេលណាដែលបងអូនគិតថាអូ it's a turning point តើអាគំនិតយើងនឹងគិតមិនបានជាអាចដាស់យើងឲ្យក្រោកមកពីអាចំណុចដែលយើងធ្លាក់ក្នុងបាតហ្នឹងវិញ learn ពី mistake បងlearn ពី mistake learn from mistake to win ខ្ញុំទៅក៏លេចមើលទៅខាងក្រោយវិញតែមួយរយៈពេលក្រោយខ្ញុំធ្វើអីខុសខ្លះខ្ញុំ trade មិនខ្លះឥឡូវខ្ញុំសួរខ្លួនឯងទៅមួយម៉ាត់ឯងនៅក្នុងរយៈពេលដែលខ្ញុំ lost strike 6ខែហ្នឹងខ្ញុំមានបាន over trade ខ្ញុំមានបាន over risk ខ្ញុំមានបាន rush the process អត់ខ្ញុំបាន break rule ច្រើនដងអត់ខ្ញុំទៅ check មើលកន្លែងទាំងអស់ហ្នឹងគឺខ្ញុំធ្វើវាទាំងអស់អញ្ចឹងអ្វីដែលខ្ញុំត្រឡប់មកគិតវិញខ្ញុំព្យាយាមទិញ account ទូចមកវិញហើយខ្ញុំព្យាយាម trade ដោយប្រើប្រាស់ risk management ជាមួយនឹង discipline អីត្រឹមត្រូវមកវិញដូចខ្ញុំតែងតែនិយាយអ្នកដែលនៅក្នុង community ខ្ញុំគឺគាត់យល់ហើយ one day one trade one trade 1% risk per trade អីចឹងទៅអញ្ចឹងអា rule ទាំងអស់ហ្នឹងឲ្យធ្វើឲ្យខ្ញុំងើបមកវិញរួចរបៀបថាខ្ញុំ trade តែមួយថ្ងៃមួយ trade ទេហើយខ្ញុំ trade មួយpair ខ្ញុំ trade តែ Nasdaq ហ្នឹងហើយហើយតែឥឡូវ មួយ ឃើញ section ដូចមក trade gold ដែរ ហ្នឹងឥឡូវ trade gold ដែរបងដោយសារយើងអាច define model ដែលអាច trade មួយ gold បានដែលវាបាន high win rate ជាមួយនឹង high RR high risk reward ចឹងទៅ
ចឹងក៏ខ្ញុំត្រឡប់មកវិញហើយមួយទៀតហ្នឹងគឺដោយសារតែ account យើងវាមានច្រើនយើងត្រូវប្របែក portfolio វាអាខ្លះត្រូវ trade មាសទៅអាខ្លះត្រូវ trade Nasdaq ទៅព្រោះដោយសារឆ្នាំមុនដោយសារខ្ញុំ stuck ដោយសារតែខ្ញុំអត់ប្របែក portfolio ទេខ្ញុំបើខ្ញុំប្រឡងជាប់នៅអាណាមួយខ្ញុំរំពឹង account ណាមួយខ្ញុំពឹងតែមួយ account ហ្នឹងឯងចឹងនៅពេលដែល account មួយហ្នឹងវាដាច់ឬក៏វាដួលខ្ញុំត្រូវទៅ back out វិញតឹងវាពិបាកនៅក្នុងការងើបឡើងមកវិញចឹងអានេះឥឡូវដល់ពេលឆ្នាំថ្មីមកខ្ញុំ learn ពីអាហ្នឹងខ្ញុំ learn ពីអាហ្នឹងខ្ញុំព្យាយាមប្របែក portfolio ឲ្យច្រើនអញ្ចឹង portfolio មានមាសមាន Nasdaq ចឹងទៅអញ្ចឹងពេលថ្ងៃ London ខ្ញុំ trade មាសពេលយប់ខ្ញុំ trade Nasdaq អញ្ចឹងបើក្នុងករណីថាខ្ញុំ lost trade មួយមាសហើយខ្ញុំសល់ Nasdaq បើខ្ញុំ lost trade មួយ Nasdaq ខ្ញុំសល់មាសអញ្ចឹងពីរហ្នឹងគឺវារៀង stable ជាងនៃឆ្នាំមុនដែលយើងរៀបតែមួយ portfolio អញ្ចឹងដោយសារអាហ្នឹងខ្ញុំបាន inspire ពីបងស្រីដែលគាត់តែងតែរំលឹកគាត់ដាស់តឿនខ្ញុំរហូតថាអូនឯងព្យាយាមរៀប portfolio ទៅរៀបឲ្យដូចបងរៀបឲ្យច្រើនទៅពេលណាអូនឯងដួលតែមួយកន្លែងអីអូនឯងនឹងទៅពិបាកងើបមកវិញហើយអញ្ចឹងព្យាយាមធ្វើម៉េចរៀប portfolio នៅក្នុងដៃឲ្យច្រើនធ្វើម៉េចឲ្យវា stable ចឹងមិនយើងធ្វើអីឲ្យវាអត់សូវសម្ពាធដែរតែយើង trade ក៏យើងអត់សម្ពាធដែរព្រោះសារតែ account យើងមានច្រើនត្រូវដល់អានេះសល់អានេះចឹងតែចឹងអាហ្នឹងវាបែបហ្នឹងអញ្ចឹងមិញ mention ពីសៃអញ្ចឹណាងអាច ឆ្លៀតដំណើរដើមតងមិនបានជួបគ្នាបានអត់ដោយសារបងក៏ surprise ដែរព្រោះអីអឺរបៀបថាមនុស្សពីរនាក់ដែលមាន character ខុសគ្នាខុសគ្នាវាអាចជួបគ្នាបាននៅលើក្នុងវិស័យហ្នឹងហើយអត់ខ្ញុំជឿថាតើបងក៏អត់ដឹងថាជួបដោយរបៀបណាដែរអញ្ចឹងអាចប្រាប់បន្តិចបានអត់ថាតើជួបគ្នាបែបណាអីបែបណាអឺដើមតងដំបូងក៏ខ្ញុំអត់គិតថាខ្ញុំស្គាល់សង្ស័យដែរខ្ញុំធ្លាប់តែឃើញគាត់ក្នុង social media ហើយខ្ញុំឃើញជំនាន់ហ្នឹងគាត់នៅ Prime គាត់នៅ trade នៅ top leaderboard FTMO ហ្នឹងហើយហ្នឹងណាខ្ញុំជំនាន់ដំបូងតែសាហាវគាត់ថាមានជាប់ top leaderboard គេឡើងមើល lifestyle គាត់លយអញ្ចឹងណាខ្ញុំអត់ដាច់គិតថាខ្ញុំនឹងស្គាល់គាត់តែនិយាយស្មោះត្រង់បាទនេះពេលនេះដាច់ចេះនិយាយឯងទៅនិយាយនៅក្នុង podcast នេះអឺពេលហ្នឹងគឺខ្ញុំនៅខុនដូមួយបង្សៀបពេលហ្នឹងបងស្រីគាត់មិនមកអាកាហ្វេដើមឈើនៅកន្លែងខ្ញុំអត់ដឹងកាហ្វេឈ្មោះអីទេនៅទួលគោកយើងនេះហើយបងភាពគាត់ខលមកថាស្រីនៅកាហ្វេអញ្ចឹងទៅហើយចាំមកញ៉ាំបាយនិយាយគ្នាលេងឬក៏អីអញ្ចឹងណាមិនថាមកនោះជាការងារឬក៏អីទេមិនដល់ពេលមកទៅនិយាយការងារនិយាយទៅវាចូលគ្នាថាអាចធ្វើមួយគ្នាបានឬក៏អីទៅយើងក៏ចាប់ផ្ដើមនិយាយគ្នាក៏ចាប់ផ្ដើមprocess ការងារនៅកន្លែងរោងបាយពេលហ្នឹងមកស្គាល់បងស្រីហើយបងរតនាពីរនាក់ហ្នឹងហ្នឹងហើយក៏និយាយprocess ការងារត្រូវអាណាធ្វើមួយគ្នាបានឬក៏អីហ្នឹងទៅក៏យើងនិយាយគ្នាហើយក៏មិនប្រកាសថា close គ្នាបានដែរមិនថាជារបៀបនៅមួយគ្នាបានយូរទៅជា team ទៅអីវាអត់ដៃគិតអញ្ចឹងគ្រាន់តែគិតថា business គ្រាន់តែនិយាយតែការងារហើយអត់មានមនុស្សចេតនាអីណាតែពេលនៅមួយយូរទៅរបៀបថាការងារក៏ធ្វើរបៀបថាស្គាល់ការស្និទ្ធទៅវាមានមនុស្សចេតនានៅក្នុងនឹងដែរដល់អញ្ចឹងទៅហើយក៏ស្គាល់ដល់រាល់ថ្ងៃហ្នឹងទៅក៏មានជា team មានអីដល់រាល់ថ្ងៃហ្នឹងទៅអឺអញ្ចឹងស្គាល់សៃតាំងពីសៃនៅសៀមរាបចឹងអត់ទេបងខ្ញុំស្គាល់ពេលពេលជាប់ leaderboard top leaderboard កាលហ្នឹងដូចនៅ My Forex Fund អូខ្ញុំអត់ទេឈប់ខ្ញុំចាំហើយខ្ញុំធ្លាប់ជួបបងសៃម្ដងពេលខ្ញុំមកលេងភ្នំពេញប្រហែលជា 2ទៅ3ឆ្នាំមុនពេលហ្នឹងគាត់កំពុងតែនៅ prime ខ្លាំងហ្មងពេលហ្នឹងគាត់មកជួបបងបងខ្ញុំនៅអត់ការនៅOffice 598យើងហ្នឹងគាត់មកហើយខ្ញុំមកលេងទេពេលខ្ញុំមកពីប៉ោយប៉ែតខ្ញុំមកលេងនៅភ្នំពេញតែខ្ញុំឃើញគាត់ជិះឡានចេញមកគ្នាមកក្រុមមកនិយាយការងារបន្ទន់ថាចុះលយណាគាត់មកក្រុមការងារមកកាណូមានទាំងស្រីមានទាំងប្រុសមានដូចលេខខាងនេះចុះលយកាលណាលយដូចគាត់ណាលើយើងគិតអញ្ចឹងហើយអត់ដែរគិតថាខ្ញុំជួបគាត់ម្ដងទៀតទេខ្ញុំនិយាយមែនតើខ្ញុំអត់គិតថាខ្ញុំនឹងជួបគាត់ម្ដងទៀតព្រោះដោយសារ ខ្ញុំពេលមកលេងភ្នំពេញខ្ញុំ trade អត់មិនចេះហ្មងទេមកនេះក្នុងគោលបំណងមកមើល Office ហើយក៏គិតថាមកនៅភ្នំពេញដែរអញ្ចឹងទៅហើយក៏មកគឺឃើញគាត់អីចឹងទៅឃើញថាបងអ្នក trade ខ្លាំងហើយក៏មាន community មានអីចឹងទៅគាត់ develop tool អីខ្លួនឯងអញ្ចឹងណាជានិស្ស័យហ្នឹងហើយអាចថាមាននិស្ស័យក៏អាចថាបានបងអាហ្នឹងអញ្ចឹងមនុស្សវាអត់ត្រូវស្គាល់គ្នាហើយមនុស្សមួយនៅដូចថាមួយនៅនេះមួយនៅនោះហើយវាអត់ត្រូវស្គាល់គ្នាចុះបងក៏គិតថាគាត់ជា mentor អូនឯងដែរតើអ្វីដែលអូនឯងរៀន from គាត់ most ហ្មងណាចំណុចមួយដែលអូនឯងចង់ចែកម្លែកដែលអូនឯង learn ពីគាត់ណាដែលក្នុងគាត់ជា mentor អ្នកដើមមុនយើងអញ្ចឹងណាអាចចែកម្លែកទៅដល់អ្នកស្ដាប់កាន់តែល្អអឺសង្ស័យភាគច្រើនមនុស្សគាត់ចូលចិត្តរបៀបបរៀនខ្ញុំអត់សូវបើ technical មិនមែនទេអាហ្នឹងភាសាយើងវា too different ហើយតាំងពីដើមមកអឺគាត់បរៀនខ្ញុំទាក់ទងជាមួយនឹងការ manage ទៅលើ fund ការរៀនទៅលើ psychology ឬក៏អាជីវិកដែលគាត់ធ្លាប់ជួបតែគាត់បញ្ហាមានបញ្ហាផ្សេងៗអីហ្នឹងផ្សេងៗហ្នឹងគឺគាត់និយាយមកជួយខ្ញុំច្រើនព្រោះសារអីអាពេលដែលគាត់កំពុងដើរហ្នឹងមានបញ្ហាដួលមិនអីមិនហ្នឹងខ្ញុំទៅរៀនពីកំហុសរបស់គាត់ទៅប៉ុន្មានហ្នឹងខ្ញុំជៀសវាងខ្ញុំអត់ធ្វើមកអញ្ចឹងគឺខ្ញុំរៀនពីគាត់បានច្រើនហើយគាត់តែងតែ remind ខ្ញុំរហូតក្នុងនាមជាបងដល់ពេលយូរៗទៅមិនមែនជាក្រុមការងារខ្ញុំទុកគាត់ដូចបងចឹង
ហ្នឹងហើយខ្ញុំរៀនពីគាត់បានច្រើនទាំង psychology ការ manage fund អីផ្សេងៗការគិតគូរមុននឹងធ្វើអីមួយក៏និច្ចមួយផ្សេងៗអីចឹងណាគឺខ្ញុំរៀនពីគាត់បានច្រើនហ្នឹងហើយអញ្ចឹងត្រឡប់មកវិញmentor គឺសំខាន់មែនទែនហ្នឹងហើយសម្រាប់ trader និយាយទៅបើជាពិសេស trader ថ្មីបាទសុំកាត់តិចពេលហ្នឹង mentor ខ្ញុំមាន2នាក់ mentor ដែលជាខ្ញុំនិយាយទៅមិនមែនជាអ្នកដទៃខ្ញុំគិតថាជាបងប្រុសខ្ញុំទាំងពីរមានបងសៀបហើយជាមួយនឹងបងសាយបងសៀបគឺជាអ្នក motivation ខ្ញុំមុនគេមុនបងសាយទៀតខ្ញុំសុំវីដេអូនេះខ្ញុំ shout out ទៅគាត់ពេលហ្នឹងគឺ Zen យ៉ា28យ៉ាពេលហ្នឹងគឺមនុស្សខ្ញុំតាំងពីដើមមកជាមនុស្សម្នាក់ដែលស្ទាក់ស្ទើរនឹងធ្វើគ្រប់បែបយ៉ាងស្អីក៏ខ្ញុំស្ទាក់ស្ទើរដែរខ្ញុំចង់ទៅធ្វើអានេះក៏ខ្ញុំស្ទាក់ស្ទើរចង់ទៅធ្វើអានោះក៏ខ្ញុំអត់ហ៊ានតែខ្ញុំប្រាប់គាត់ថាបងឥឡូវខ្ញុំចង់ទៅ trade អានេះបងគាត់ថាខ្ញុំអត់សូវហ៊ានទេខ្ញុំខ្លាចទៅធ្លាក់ឥឡូវណែធ្វើសិនបើសិនជាខុសចាំបងជួយកែបានអូខេអញ្ចឹងធ្វើសិនខ្ញុំធ្វើទៅរហូតគាត់ជួយជំរុញខ្ញុំពីក្រោយទៅរហូតហើយមួយទៀតរឿងទៅធ្វើ seminar ដល់ខ្ញុំឡើងទៅនិយាយនៅលើឆាកអីខ្ញុំថាបងខ្ញុំអត់ហ៊ានធ្វើទេបើសិនជាខ្ញុំឡើងទៅនិយាយគាំងលើឆាកអីគិតមិនទៅគេមិនសើចខ្ញុំឬក៏អីគាត់ថាធ្វើសិនបើសិនជាខុសបងអ្នកសម្របសម្រួលបងអត់មានបញ្ហាអញ្ចឹងអូនឯងទៅធ្វើសិនតែអញ្ចឹងគ្រប់យ៉ាងគឺរបៀបថាមានអ្នកជំរុញពីក្រោយតែពេលខ្លះវាអាចជោគជ័យរបស់យើងឬក៏របៀបការល្អប្រសើរយើងក៏វាមានតាក់ទងមួយ environment ជុំវិញខ្លួនរបស់យើងដូចគ្នាអញ្ចឹងពេលច្រើនខ្ញុំជួបតែមនុស្សល្អៗខ្ញុំមានអារម្មណ៍ថាខ្ញុំរបៀបសំណាងដែរខ្ញុំជួបតែពួកគាត់មនុស្សល្អៗរបៀបពួកគាត់អាយុច្រើនគាត់ចែករំលែកបទពិសោធន៍គាត់បដៅយើងមិនថាតែការងារតែជីវិតផ្ទាល់ខ្លួនដែលគាត់ជួបបញ្ហាផ្សេងៗហ្នឹងក៏គាត់និយាយប្រាប់យើងទាំងអស់អញ្ចឹងយើង learn ពីរឿងទាំងអស់ហ្នឹងច្រើនមែនទែនអញ្ចឹងរបៀបតែធម្មតា mindset ឬក៏ការគិតយើងក៏វាចាស់ទុំតាមហ្នឹងឬក៏យើងការគិតវាដើរទៅមុនអាយុព្រោះដោយសារយើងដើរមួយមនុស្សវ័យរៀងច្រើនគាត់ sharing ច្រើនមែនទែនហើយដល់ពេលមនុស្សយើងស្ទាក់ស្ទើរស្រាប់ដល់ពេលប៉ះមនុស្សបកកាយជំរុញយើងចេះយើងទៅឆ្ងាយបានក៏ហ្មងអញ្ចឹងពួកគាត់ក៏ជាមួយផ្នែកនៃភាពជោគជ័យរបស់យើងដែរដើរក្នុងនាមយើងជាមួយផ្នែកមានថ្ងៃនេះបាទនិយាយទៅពួកគាត់ក៏ជាមួយផ្នែកផ្នែកមួយផ្នែកធរបស់ខ្ញុំំសំហ្នឹងហើយខាន់ទៀតហ្នឹងហើយសំខាន់និយាយទៅខ្ញុំបើនិយាយឥឡូវនិយាយពីវិស័យនិយាយពីសៀវវិញខ្ញុំមិន expect ថាខ្ញុំនឹងស្គាល់គាត់ផងព្រោះដោយសារហេតុអីពេលដែលខ្ញុំចេញពីប៉ោយប៉ែតមកនៅភ្នំពេញហ្នឹងណាខ្ញុំមក start up មួយ team ផ្សេងដែរteam ខ្ញុំដូច The Sport Trading ពេលហ្នឹងណាមាន start up មាន3នាក់ដល់ពេល team ត្រូវរបៀបថារំសាយឬក៏អីចឹងណាដល់ពេលគេត្រូវបែក office អីផ្សេងៗខ្ញុំអត់ដឹងទៅណាទេខ្ញុំស្គាល់តែសៀវ មាន3នាក់ពេលហ្នឹងទៅនៅផ្ទះថ្មីខ្ញុំថាបងឥឡូវបែងបែកផ្ទះអស់ហើយឥឡូវបែងត្រូវទៅណាខ្ញុំអត់ដឹងទៅណាបើសិនជាមិនខ្ញុំនៅទប់ជួលហ្នឹងទៅដែរទប់ជួលនៅជិតផ្សារហ្នឹងហើយក៏គាត់ថាមិនម៉ែឥឡូវទៅនៅផ្ទះ3នាក់ទៅនៅផ្ទះ3នាក់ទៅហើយក៏ទៅនៅផ្ទះមួយគ្នាតែមួយរយៈទៅរបៀបថាការងារវារៀងអត់សូវវារៀងញញៃទៅនោះ align នឹងអត់ align គ្នាផងហើយផ្ទះហ្នឹងវារបៀបជ្រាបគេហៅថាផ្សិតដុះផ្សិតហ្នឹងវានៅអត់កើតវាធ្វើឲ្យយើងអាលាក់ស៊ីហើយអញ្ចឹងក៏ចាប់ផ្ដើមរើផ្ទះហ្នឹងម្ដងទៀតទៅនៅខុនដូ3នាក់រើពីផ្ទះហ្នឹងទៅនៅខុនដូ3នាក់ហ្នឹងទៅយូរៗទៅនៅសល់តែសៀបមួយខ្ញុំទេដូចថានៅផ្ទះមួយគ្នាកន្លែងដេកផងកន្លែងធ្វើការផងរបៀបអញ្ចឹងដល់របៀបស្និទ្ធស្នាលគ្នារហូតដល់ពេលពីច្រើនខ្ញុំខ្លុករបៀបថាខ្ញុំស្និទ្ធស្នាលមួយគាត់របៀបបាននិយាយក្នុងចិត្តពេលដែលនៅ2នាក់ហ្នឹងឯងព្រោះដោយសារអីពេលទៅនៅមួយគ្នាហ្នឹងអត់តែមួយគ្នាផងណារបៀបថាខ្ញុំ account ខ្ញុំផ្សេង account គាត់ផ្សេងហើយត្រូវឲ្យពិភាក្សាគ្នាខ្ញុំ test strategy ខ្ញុំគាត់ test strategy គាត់ manage account គាត់ខ្ញុំ manage account ខ្ញុំអញ្ចឹងគឺវាពីរដាច់ផ្សេងគ្នាដល់ថ្ងៃមួយដែលខ្ញុំមើលឃើញថាបងរាល់ថ្ងៃយើងនៅមួយគ្នា2នាក់មិនបានយើងមិន discuss គ្នារឿង strategy រឿង account អីបែរពេលខ្លះបែរតែ account ពេលខ្លះខ្ញុំតែ account ហើយមុខខ្មៅដាក់គ្នាម្នាក់មួយថ្ងៃគិតចឹងគាត់ថាអូខេឥឡូវ fine យើង discuss គ្នាទៅមិនម៉ែបើសិនជាពិបាកពេកគាត់ថាការងាររាល់ថ្ងៃហ្នឹងវានៅមួយគ្នាហ្នឹងវាអត់មានអីទេលាក់ fund មកអ្នកពាក់កណ្ដាលទិញ fund 50K 100K មួយ trade ជួយគ្នាគ្រប់គ្រងអញ្ចឹងជួយទៅគ្នាគ្រប់គ្រងអញ្ចឹងបានវាថាបាន align គ្នាហើយបាន trade មួយគ្នាបានឲ្យយោបល់គ្នាក្នុង account ហ្នឹងត្រូវ execution ត្រូវមាន2នាក់ដែលអឺ verify ហ្នឹងហើយ confirmation បានចូលបានអញ្ចឹងដែរអញ្ចឹងក៏ចាប់ផ្ដើមការងារហ្នឹងវាទៅមុខរលូនហើយវាបាន pass firm ជាច្រើនហើយវាបាន pay out បានអីហើយអាហ្នឹងយើងសិក្សាគ្នាតែមានថ្ងៃមួយដែលយើង stress ខ្លាំងទាំងសងខាងរបៀបថា account ក៏វា draw down ច្រើនរបៀបនៅក្នុងខែ loss streak ហ៎បង ដល់yeah ផឹកមួយគ្នានៅខុនដូហ្នឹងពេលយប់ធម្មតាខុនដូខ្ញុំវាមានកន្លែងបន្ទប់គេងទីមួយវាមាន veranda នៅគិនទីមួយអញ្ចឹងកន្លែងខ្ញុំអាសាអង្គុយផឹកមួយគ្នារហូតដល់អង្គុយទៅពេលផឹកស្វឹងយើងមិននិយាយក្នុងចិត្តមួយគ្នាអញ្ចឹងនិយាយទៅបែកឯកហួរច្រើនយូរទៅស្និទ្ធណាដល់ពេលខ្ញុំទុកពួកគាត់ដូចបងប្រុសបកាយខ្ញុំនិយាយមែនតើព្រោះថាខ្ញុំមានបងប្អូនខ្ញុំមានតែប្អូនស្រីអញ្ចឹងខ្ញុំទុកពួកគាត់ជាបងប្រុសខ្ញុំក៏ជា mentor របស់ខ្ញុំដែរអញ្ចឹងណាពួកគាត់បរៀនខ្ញុំតាក់ទងមួយ psychology តាក់ទងមួយជីវិតច្រើនដល់អញ្ចឹងខ្ញុំ learn ពីអាហ្នឹងតែបើរឿង strategy អាហ្នឹងខ្ញុំ define ខ្លួនឯង បន្ទាប់ពីខ្ញុំរៀនពី mentor មួយទៀតបាទបងគិតថា strategy ចំពោះ trade
ទទួលស្គាល់ថាវាជា 50% នៃអ្វីដែល define យើង ហ្នឹងហើយ ជា successful trader ប៉ុន្តែចំពោះបង psychology គឺឈរនៅផ្នែកមួយដែលចង់ផ្អៀងstrategy ទៀត ហ្នឹង មូ ហើយ លហេតុអីបើតាមការសិក្សាទៅ strategy យើងឲ្យតែមាន win rate លើស 50% គឺយើង profitable ហើយ ហ្នឹងហើយបង ក្នុងលក្ខខណ្ឌ risk to reward យើង 1 2 អញ្ចឹងសូម្បីតែយើងផ្ទាត់កាក់ក៏យើងនៅតែ trade ចំណេញដែរ ហ្នឹង វាមិនដែលយើងផ្ទាត់សូយចង្រៃរហូតដល់ call រហូតណាប៉ុន្តែ psychology ចំពោះបង come first ហើយបងជឿថា D ក៏ដូចបងដែរ trade គឺអត់មានណាគេអាច define strategy យើងបានទេ ហ្នឹងហើយ លុះត្រាតែយើង define strategy នឹងខ្លួនឯង like យើងទៅ say playbook ខ្លួនឯងហ្មងថាយើង trade បែបម៉េច confirm យើងបែបម៉េចយើងចូលបែបម៉េចបានពេលហ្នឹងហើយយើង click in ហ្នឹងហើយ ហ្នឹង ជា ហើយ ខ្ញុំ ខ្ញុំហ្នឹង អ ហើយ ញ្ចឹងបានខ្ញុំអាចចាប់ផ្ដើមដើរលើផ្លូវនឹងជោគជ័យ ហ្នឹងហើយ ដូចបងអញ្ចឹងបងនៅចិត្តឆៃរាប់សិបឆ្នាំសួរថា technical គាត់បរៀនមែនអត់បរៀនប៉ុន្តែ only the first 1 or 2 month បរៀនបែបម៉េចបរៀនបែបមើល pattern មិនចឹងទៅមើល structure មិនចឹងទៅហើយ behavior ផ្សារមិនចឹងទៅប៉ុន្តែសួរថា deep down ឲ្យគាត់ dive ចូលទៅក្នុង entry model មិន ហ្នឹងហើយ confirmation មិនមើលមិនចូលអីចឹងចូលចាញ់ពេលណាអីចឹងគឺអត់ដែលមាន advice ទេហើយអ្នកទាំងអស់គ្នាជាសារមួយដែរបើចង់ trade ចំណេញព្យាយាមធ្វើម៉េចសរសេរសភៅខ្លួនឯងដែលក្នុងហ្នឹងមានទាំងតួនាទីខ្លួនឯងធ្វើអីខ្លះក្នុងការ trade ហ្នឹងឧបមាដូចជាការមើល set up pre market analyze weekly analyze អីផ្សេង breakdown analyze អីចឹងទៅ ហ្នឹង សរសេរ responsible ខ្លួនឯងនៅលើ trade ហ្នឹងមកសរសេរតាក់ទងទៅនឹង entry model confirmation សរសេរតាក់ទងទៅនឹង strategy យើងសរសេរតាក់ទងទៅនឹង risk management យើង ហ្នឹង សរសេរតាក់ទងទៅនឹង rule និង discipline របស់យើងហើយយើងទៅអានវាហើយអនុវត្តរហូតព្រោះអីខ្ញុំជឿថា over time consistency win ហ្នឹងហើយ ទោះបីជាយើងមាន win rate ខ្លាំងប៉ុណ្ណាក៏ដោយបើយើងអត់មាន consistency ទេយើងអត់មាន discipline ល្អទេ at the end of the day យើងនឹង blow account ហ្នឹងហើយ ត្រូវអត់ ត្រូវ ហើយ D គិតថាសារអីដែលសំខាន់ដែលចង់ផ្ញើទៅកាន់ trader ដែលគាត់ចាប់ផ្ដើមថ្មីៗតើគាត់គួរតែធ្វើបែបណាហើយផ្លូវណាដែលយើងដើរត្រូវយើងឃើញត្រូវដែល D ចង់ចែកម្លែកពួកគាត់ honestly បើសិនជាឲ្យខ្ញុំទៅ sharing អ្នកដែលចង់ start up ភាគច្រើនឥឡូវនេះគឺភាគច្រើនមនុស្សមើលឃើញវិស័យនេះវាជា easy money កន្លែងដែលស្រួលរកលុយតែបើខ្ញុំនិយាយស្មោះត្រង់ទៅវាអត់ស្រួលទេហើយវាពិបាកខ្លាំងសម្រាប់ខ្ញុំដែលខ្ញុំ stand នៅនឹង4ឆ្នាំអញ្ចឹងបើសិនជាអ្នកចង់ start up ត្រូវ rush mentor ឲ្យត្រូវ rush environment ឲ្យត្រូវបើសិនជាក្នុងករណីថាអូខេយើងជាกระดาษសសុទ្ធមកបើយើងទៅចំ mentor ដែលគេ real experience real lesson real pay out real past evaluation អីផ្សេងៗរបៀបថាគេធ្វើឲ្យពីក្នុងនឹងបានហើយអញ្ចឹងទៅរៀនពីគេទៅអញ្ចឹងវាទៅត្រូវ environment ឧទាហរណ៍ថាគេមានប្របាយឲ្យអស់ទាំងមេរៀនផ្សេងៗមានអីខ្លះchecklist ខ្លះៗទៅអញ្ចឹងទៅរៀនមួយគេគឺយើងអាចចាប់បានលឿនព្រោះយើងกระดาษសយើងទៅត្រូវកន្លែងនេះយើងរៀនតាមចំណុចយើងអត់មានត្រូវបែកឆ្វេងបែកស្ដាំទៅរៀនណាផ្សេងទៀតទេអញ្ចឹងមកចំណុចប៉ុណ្ណឹងរៀនប៉ុណ្ណឹងឲ្យចេះទៅហើយអនុវត្ត strategy ឲ្យចេះហើយត្រូវយល់ពី discipline ឬក៏អស់សំទោសទាក់ទងមួយ risk management របស់យើងទៀតអញ្ចឹងឥឡូវខ្ញុំបកស្រង់ទាក់ទងមួយ risk management របស់ខ្ញុំដែលខ្ញុំប្រើប្រាស់ចឹងខ្ញុំដឹងថាក្នុងមួយថ្ងៃហ្នឹងខ្ញុំ trade account 100000អញ្ចឹង100000 funded អញ្ចឹងខ្ញុំ risk មួយ trade 1%អញ្ចឹង make loss របស់ខ្ញុំក្នុងមួយថ្ងៃហ្នឹងអាច2%ចុះឥឡូវខ្ញុំដាក់1%កន្លះក្នុង make loss អញ្ចឹងឥឡូវដាក់2%អញ្ចឹងខ្ញុំដឹងថានៅក្នុងមួយ trade ហ្នឹងខ្ញុំចូលតាម1%ហ្នឹង$1000ពី1000ហ្នឹងទេអញ្ចឹងគឺប៉ុណ្ណឹង make loss របស់ខ្ញុំគឺ2%តែបើក្នុងករណីថាខ្ញុំចូលក្នុងមួយថ្ងៃហ្នឹង loss ចូលក្នុងមួយថ្ងៃហ្នឹងចំណេញ1000ឬក៏2000បាន reward 2ខ្ញុំសម្រាប់អត់ចូល position ថែមទេថ្ងៃហ្នឹងចូលបានមួយ trade ទេតែបើក្នុងករណីថាខ្ញុំមួយថ្ងៃនេះខ្ញុំចូល stop loss អស់1000អញ្ចឹងនៅសល់1000ទៀតដើម្បីចូលមក set up ទៀតព្រោះដោយសារឥឡូវខ្ញុំបាន reward 2អញ្ចឹងខ្ញុំអត់ខ្វល់ទេទោះបីជាចូល stop loss មួយក៏ខ្ញុំអត់ខ្វល់ដែរព្រោះដោយសារបើសិនខ្ញុំរត់ set up មួយទៀតបានខ្ញុំបាន reward 2ខ្ញុំបានចំណេញហើយខ្ញុំបាន recovery ខ្ញុំ loss ទៀតអញ្ចឹងខ្ញុំនៅចំណេញ1000តែបើក្នុងករណីថាបើវា loss 2000នៅក្នុងមួយថ្ងៃ make up the day ហ្នឹងសម្រាប់ make ឲ្យថាថ្ងៃហ្នឹងយើងអស់ហើយទោះបីជាថ្ងៃហ្នឹងមាន A+ set up វិញក៏យើងអស់ position នៅក្នុងការចូលដែរបើយើងរក្សាវិន័យអញ្ចឹងបានគឺវាល្អប្រសើរចាំ trade ទៀតបើសិនជាក្នុង account ហ្នឹងគឺយើងកំណត់ថាទៅតែ London គឺទៅតែ London បានតែកុំយកទៅ trade នៅក្នុង New York អីញ៉ៃៗមួយទៀតគឺ discipline គឺយើងឲ្យដឹងថានៅក្នុងមួយថ្ងៃហ្នឹងវាបូកផ្សំមួយ risk management ដូចគ្នាហ្មងឲ្យយើងដឹងថាក្នុងមួយថ្ងៃយើង trade មួយថ្ងៃប៉ុន្មាន trade ឥឡូវខ្ញុំ make មួយថ្ងៃចន្លោះពី1ទៅ3 trade នៅក្នុងមួយ account portfolio ប៉ុណ្្នឹងឯងអញ្ចឹងមួយទៀតតាក់ទងមួយ pair refine ខ្លួនឯងឲ្យឃើញថាខ្លួនឯង trade មួយ pair ណាត្រូវនៅក្នុង section មួយណាត្រូវ
ហើយកុំ random បើថាខ្លួនឯងអូខេ character ខ្ញុំមិន trade បានតែ Nasdaq ទេខ្ញុំ trade បានតែម៉ោង New York ទេអញ្ចឹងនៅម៉ោង London ម៉ោងអាស៊ីខ្ញុំ trade កាត់ហើយ so យកពេលទាំងអស់ហ្នឹងធ្វើឲ្យផ្សេងហើយដល់ម៉ោងដែលយើងត្រូវ trade ចាំយើង trade យើង repeat អាហ្នឹងដដែលៗជារៀងរាល់ថ្ងៃវាទៅជាទម្លាប់របស់យើងទៅជាទម្លាប់ល្អយើងទៅរាល់ថ្ងៃយើងធ្វើទៅយើង remind យើងចាំយូរៗទៅវាទៅជាទម្លាប់ល្អដែលយើងទៅរហូត performance យើង consistent វា grow រហូតវា grow រហូតអញ្ចឹងវាល្អប្រសើរអញ្ចឹងអត់មានទេមានអីក្រៅពីយើងធ្វើអាហ្នឹងដដែលរហូត repeat វាដដែលព្រោះយើងធ្វើត្រូវហើយព្រោះទោះបីជា process នៅក្នុងខែខ្លះវា lost track មែនប៉ុន្តែតែយើង follow ទៅលើអា rule របស់យើងទាំងអស់ហ្នឹងគឺវានៅតែ grow ទៅដូចខ្ញុំឲ្យបាយមើល performance ខ្ញុំ3ខែ2ខែដំបូង lost track ហើយខែទី3គឺខ្ញុំ recovery មកវិញទាំងអស់ខ្ញុំអត់ខ្វល់ថា loss or win នៅក្នុងខែហ្នឹងសំខាន់ខ្ញុំ follow rule របស់ខ្ញុំអត់បើខ្ញុំ follow វានៅតែល្អប្រសើរត្រូវអញ្ចឹង rule សម្រាប់ខ្លួនឯងគឺសំខាន់មែនតើដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងនៅក្នុងវិស័យនេះវារៀងខុសពីវិស័យដទៃអ្នកទាំងអស់គ្នាផ្សេងបើនៅក្នុងវិស័យដទៃអាចបាត់បង់ពេលវេលាបាត់បង់បាត់បង់តាក់ទងទៅនឹងកម្លាំងកាយកម្លាំងចិត្តប៉ុន្តែក្នុង trading វាបាត់បង់លើសមួយទៀតគឺលុយហ្នឹងហើយដែលធ្វើឲ្យ sensitive ខ្លាំងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាខ្លួនឯង ready នៅក្នុងការមកដើរចូលនៅក្នុងវិស័យនេះត្រូវត្រៀមតាក់ទងទៅនឹង backup fund ឲ្យបានត្រឹមត្រូវហើយត្រូវចាំថាការ trade គឺមិនមែនយើងទៅយកឈ្នះទីផ្សារទេយើង follow ទីផ្សារប៉ុន្តែយើងត្រូវឈ្នះខ្លួនឯងឈ្នះខ្លួនឯងគឺសំខាន់មែនតើនិយាយទៅ trade គឺអត់មានអីយកឈ្នះខ្លួនឯងអត់មានអីខ្លាំងយ៉ាងណាយើងត្រូវ control ខ្លួនឯងគ្រប់ពេលហ្មងព្យាយាមធ្វើម៉េច follow ដូចបងទៅរៀនអញ្ចឹងមេបជាតែធ្វើបជាហ្នឹងដូចជា discipline ដូចជាសភៅដែលយើងសរសេរមកដូចខ្ញុំ5អញ្ចឹងគឺ follow អាហ្នឹងទៅ over time អ្នកទាំងអស់គ្នានឹងឃើញខ្លួនឯង grow ឃើញខ្លួនឯងដើរទៅមុខបានហើយអញ្ចឹង ឌីអាចមានសារអីជូនអ្នកស្ដាប់មួយទៀតទេដែលក្រៅតែពី trade អូខេនៅក្នុងវិស័យយើងដើរបទពិសោធន៍អីដែលឌីចង់ផ្ញើទៅកាន់ពួកគាត់ថាជាសារសំខាន់ខ្ញុំសូមបកទៅក្រោយតិចបានទេបងតាក់ទងមួយ risk management មិញខ្ញុំនិយាយអំពី risk ដែលខ្ញុំធ្វើឲ្យវា consistent ណាហើយមួយទៀតដែលខ្ញុំប្រាប់បានបើសិនជាយើងរាល់ថ្ងៃ risk អត់ដឹងខ្លួនឯង risk ប្រមាណណាក្នុងមួយ trade ទៅខ្ញុំគិតថាអត់ consistent ទេឧទាហរណ៍ម្ដងយើងចង់ risk 1%ម្ដងចង់ risk 2ម្ដងចង់ risk 3វាអត់ substance ណាដល់អញ្ចឹងហើយធ្វើម៉េចកំណត់ខ្លួនឯងឲ្យដឹងថានៅក្នុងមួយថ្ងៃយើង risk ប្រមាណ make loss ប្រមាណឲ្យដឹងប៉ុណ្ណឹងកំណត់វាឲ្យវាទៅជារបៀបថាទម្លាប់កុំឲ្យរបៀបម្ដង risk 1ម្ដង risk 2ម្ដង risk 3អញ្ចឹងទៅអញ្ចឹងវាអត់ consistent ទេអញ្ចឹងព្យាយាមធ្វើម៉េច risk ឲ្យវាត្រូវជាមួយនឹង rule របស់យើងហើយមួយទៀតតាក់ទងជាមួយនឹងខ្ញុំនិយាយពីsize នៅក្នុង trading តាក់ទងជាមួយនឹងpsychology តាក់ទងជាមួយអាការផលវិបាក mental របស់យើងនៅក្នុង trade ណាអញ្ចឹងជាបទពិសោធន៍ខ្ញុំផ្ទាល់ទោះបីជាខ្ញុំឥឡូវអូខេ fine ខ្ញុំ master ទៅលើ strategy ហើយអស់ហើយឥឡូវខ្ញុំយល់ពី discipline របស់ខ្ញុំអស់ហើយអញ្ចឹងខ្ញុំយល់ពី risk management របស់ខ្ញុំអស់ហើយប៉ុន្តែខ្ញុំនៅតែមានថ្ងៃដែលខ្ញុំ break rule ដូចគ្នាមានថ្ងៃ break rule ដូចគ្នាអញ្ចឹងពីមុនមកពេលដែលខ្ញុំ break rule មកក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តខ្លាំងហើយខ្ញុំដេកអត់លក់វាធ្វើឲ្យខ្ញុំខូចដល់ថ្ងៃផ្សេងៗទៅខ្ញុំ break rule ឬក៏ខ្ញុំដាច់ account នៅក្នុងនឹងតែមួយថ្ងៃហ្នឹងខ្ញុំធ្វើឲ្យខ្ញុំខូចរហូតដល់មួយអាទិត្យឬក៏ពីរអាទិត្យ3អាទិត្យក្រោយនៅក្នុងប្រហែលអាទិត្យហ្នឹងគឺខ្ញុំធ្វើអត់កើតតែខ្ញុំមានអារម្មណ៍ថាខ្ញុំ stress ខ្លាំងហើយខ្ញុំពិបាកចិត្តខ្លាំងបាទខ្ញុំដេកគិតស្ដាយពីអាលុយដែលបាត់បង់ហ្នឹងស្ដាយពីកំហុសដែលយើងធ្វើគ្រប់យ៉ាងបើយើងគិតថាពេលហ្នឹងបើសិនជាយើងធ្វើអញ្ចេះទៅវាអត់មានរឿងនឹងកើតឡើងបើយើងធ្វើអញ្ចេះទៅវាអត់សឹងថារឿងហ្នឹងវាអត់កើតឡើងលើយើងទេប៉ុន្តែយើងធ្វើវាយើងនៅតែដេកពិបាកចិត្តរហូតរបៀបវាយូរៗទៅវា time heal អាការពីមុនមកវាពិបាកចិត្តខ្លាំងហ្មងប៉ុន្តែមកដល់ឥឡូវនេះនៅក្នុងនាមខ្ញុំជាអ្នកដែល trade អូខេខ្ញុំអាចថាខ្ញុំអាចបទពិសោធន៍ហើយអញ្ចឹងទោះបីជានៅក្នុងថ្ងៃខ្លះដែលខ្ញុំ break rule អឺ break rule របៀបថា blow account ឬក៏ big drawdown ណាមួយក៏ខ្ញុំ stress ដូចគ្នាគ្រាន់តែថាវាអាចថា only overnight មិនថាមួយយប់ហ្នឹងឬក៏ថ្ងៃស្អែកខ្ញុំធម្មតាមកវិញខ្ញុំអត់ stress ដល់ខូចដល់ថ្ងៃផ្សេងៗទេហើយមួយទៀតគឺខ្ញុំ refine ឃើញបើសិនជានៅក្នុងយប់ហ្នឹងខ្ញុំ break rule ចេះតែខ្ញុំ over trade ឬក៏ខ្ញុំ over risk លើសពីអ្វីដែលខ្ញុំកំណត់ថ្ងៃឡើងខ្ញុំរក set up ឲ្យខ្ញុំ trade បានតែមួយវិញវាធ្វើឲ្យអា dopamine ខ្ញុំហ្នឹងវាឡើងមកវិញវាធ្វើឲ្យខ្ញុំសប្បាយចិត្តវិញអារម្មណ៍ដែល set ហ្នឹងគឺបាត់អស់ប៉ុន្តែបើ SL down លើសខ្លាំងវាថាវាកាន់តែទៀតហើយអញ្ចឹងហ្នឹងវាអញ្ចឹង still emotional trader emotional របៀបថាយើង stress ខ្លាំងណាស់បង stress ខ្លាំងមែនទែនហើយវាធ្វើឲ្យយើងរបៀបបើយើងអង្គុយមួយគ្នាមើលមុខគ្នាយើងដឹងrồiថាខ្មៅមុខទៀតហើយដឹងថាមុខនេះបើមិន over trade ទេក៏ FOMO ដែររបៀបអញ្ចឹងយើងមើលដឹងហ្នឹង
ចាំមិនថានៅក្នុងនេះគឺវាស៊ី mentality ខ្លាំងមែនទែនហើយបើថា trade ស្រួលសាកមកសាកធ្វើបាននេះគឺវាអត់ស្រួលទេហើយមួយទៀតតាក់ទងជាមួយនឹង environment ការទប់ទៅលើ psychology ហ្នឹងក៏វាតាក់ទងជាមួយមនុស្សជុំវិញខ្លួនដូចគ្នាបើសិនជានៅតែឯងក៏ពិបាកដែរបងឧទាហរណ៍ថាបើសិនជាយើងដាច់ account ឬក៏យើងប៊ិច shutdown ឬក៏យើង set up break រួយណាមួយនៅតែឯងអញ្ចឹងពិបាកលួងខ្លួនឯងហ៎បងបាក់លួងនេះគាត់ថាអីទេអាហ្នឹងវារបៀបវាជាកំហុសមានអ្នកឯងចង់ធ្វើអញ្ចឹងវាចេះតែរកហេតុផលមួយដើម្បីលួងខ្លួនឯងកុំឲ្យគិតពីកន្លែងមួយហ្នឹងគាត់ថាថ្ងៃស្អែកវាលេខអីថ្ងៃស្អែកវាលេខអីប៉ុន្តែវាពិបាកយើង overthinking គេងយប់ឡើងគឺយើងគិតតែពីរឿងនេះយើងទៅធ្វើហេតុអីបើយើងត្រូវធ្វើអញ្ចឹងហេតុអីបានយើងទៅប្រព្រឹត្តឯកំហុសហ្នឹងដដែលៗតែឯងទៅប៉ុន្តែបើយើងមានធីមឧទាហរណ៍លើយើងបើកចិត្តយើងបើកចិត្តខ្ញុំអត់ខ្វល់ទេអឺបងថ្ងៃហ្នឹងខ្ញុំ FOMO ខ្ញុំ break rule ហ្នឹង blow account ណាឥឡូវទៅណាទៅណីអត់ដល់យើងអង្គុយនិយាយគ្នាពីរឿងហ្នឹងទៅហើយគាត់ក៏ឲ្យ advice មកក៏និយាយលួងយើងខ្លះៗចឹងទៅនិយាយថាអូឥឡូវចេះទៅអូនឯងកែប្រែកន្លែងនេះបន្តិចកន្លែងនេះបន្តិចអីចឹងទៅហើយនិយាយគ្នាចឹងទៅហើយវាកែប្រែវាធូរចិត្តចឹងទៅហើយដល់ពេលខ្លះវាមានរឿងអត់សំណើចដែរដល់ពេលយើងនៅនៅផ្ទះមួយគ្នាចឹងទៅដល់ពេលយើងនិយាយថាមកមិញដាច់ fund អស់មួយ 100k បងដាច់ដែរ មកមិនដែរបងហើយយើងពង set មកតំណែងអាហ្នឹងអូហ្នឹងឯងសុបាយវិញ ចាហេអត់អីសុបាយវិញមិនមែនដាច់ខ្ញុំទេឥឡូវ ឥឡូវមកពេលខ្លះ man you are not alone ហ្នឹង environment ហ្នឹងសំខាន់ហើយពេលខ្លះតាក់ទងអា team នៅផ្ទះហ្នឹងពីមុននៅផ្ទះមួយសៀបអូខេអាហ្នឹងពីមុនតែមិនឥឡូវដល់ពេលយើងនៅជា B trader យើងមិនមកមិនក្លុកគ្នាតែខំទេមកស្បែកផ្ទះដៃផ្ទះស្បែកដេកហើយពេលខ្លះយើងតាក់ទងwith environment ណាបង ប៉ះ SL នឹង2នាក់ ហ្នឹងអត់អីនេះកុំ set វា part of the game ហើយថាពេលខ្លះក៏យើងត្រូវការគ្នាត្រូវការ partner ដើម្បីជួយរបៀបទប់ psychology ដូចគ្នាផ្នែកនេះបើថានៅដើរតែឯងអាចពិបាកខ្លាំងណាស់បងជឿកន្លែងហ្នឹងដែរប៉ុន្តែអត់មែនទៅលើជាលក្ខណៈថាជួយលើកទឹកចិត្តអីទេហ្នឹងហើយប៉ុន្តែ ធ្វើអី អ្វីដែលបង find out ហ្នឹងគឺទី1 trading គឺ boring ហ្នឹងហើយ boring បើអ្នកទាំងអស់គ្នាចេះ trade ហើយអ្នក trader ខ្ញុំគិតថា relate ខ្លាំងហ្មងអត់មានធ្វើអីទេមួយថ្ងៃហើយអ្នកទាំងអស់គ្នាកុំគិតថាអូ trader អង្គុយមើលតែ chart អត់មួយថ្ងៃគឺអង្គុយចាំ execution យ៉ាងច្រើន10នាទី15នាទីចប់ដល់អត់ដឹងធ្វើអីទេអញ្ចឹងក្នុងមួយថ្ងៃហ្នឹងឥឡូវបើថាយើង trade 3 session ព្រឹក20នាទីថ្ងៃ20នាទីយប់20នាទីមួយថ្ងៃប្រើពេល1ម៉ោងកន្លះហ្នឹងហើយមិនដល់1ម៉ោងកន្លះផង1ម៉ោងហ្នឹងហើយយើងសល់ពេលវេលាផ្សេងទៀតហ្នឹងយើងអត់ដឹងធ្វើអីទេ boring ខ្លាំង គឺ it's the most boring game គេថា trade គឺ90% waiting 10% doing ហ្នឹងហើយអញ្ចឹងអា10%ហ្នឹងគឺមានអី entry ដាក់ SLTP ចប់ done for the day walk out យើងអាចទៅធ្វើអីផ្សារបានហើយទោះបីជាយើងអង្គុយមើលក៏យើងអាចបញ្ជាវាទៅឲ្យចុះឲ្យឡើងដូចឃើញក្នុង YouTube អីគេដំញូដាក់មីស៊ីលដាក់តែឆក់ អីបើជា ដើម្បីឲ្យផ្សារដើរទៅរកគឺអត់មានទេ ជា meme ទេបងអាហ្នឹងបើសិន បាទ ជាជាក់ស្ដែងបើកាលមុនខ្ញុំមក trade មាសថាខ្ញុំឈប់ trade មាសខ្ញុំ quit មកយូរហើយបើជាក់ស្ដែងពីមុនមកខ្ញុំ trade តែ Nasdaq ណា Nasdaq ខ្ញុំ trade តែមួយថ្ងៃអាចខ្ញុំចាយពេល1ម៉ោង1ម៉ោងកន្លះដែលអង្គុយចាំ position ចាំ set up ចឹងទៅហើយពេលខ្ញុំ execution ហើយពេលខ្លះសឹងថា1នាទី2នាទីបើសិនខ្ញុំចូលក្នុងផ្សារ manipulate ណាពេលខ្លះមិនដល់1នាទីទេខ្ញុំច្រើន10 second 20 second hit TP ឬ hit SL ដឹងបាត់ហើយហ្នឹងហើយ ហើយបើយើងចង់ចូលផ្សារលើកថាវា manipulation អស់ហើយវាធម្មតា mostly យើង trade នៅម៉ោង8កន្លះទៅ9កន្លះអញ្ចឹងអាម៉ោង8កន្លះហ្នឹងវាម៉ោង market open វា manipulation យើងដកខ្លួនទៅ trade ក្នុងចន្លោះពីម៉ោង9ក៏9កន្លះឬក៏ទៅ10វិញអញ្ចឹងទៅអញ្ចឹងបើ trade ម៉ោងហ្នឹងវាអាចposition វាអាចចូលចន្លោះពី3ទៅ5នាទីឬក៏5នាទីទៅ5 10នាទីអញ្ចឹងទៅអាហ្នឹងនៅក្នុងករណី bonus ខ្លះវាលឿនដែរអញ្ចឹងខ្ញុំចាយពេលប៉ុណ្ណឹងហើយ done សិនហើយឬក៏ពួកខ្ញុំនាំខ្ញុំទៅក្រៅឬក៏បើថាមិនបានទៅក្រៅក៏នៅក្នុងបន្ទប់នឹងអង្គុយអស់ Facebook រៀលខ្ញុំមានអារម្មណ៍ថា trading boring មែនទេពេលខ្លះគឺវាធុញតែបើពេល stress ក៏វា stress ខ្លាំងដែរធ្វើឲ្យយើងរបៀបក្តៅក្បាលងុំហ្មងធ្វើឲ្យយើងពិបាកនៅក្នុងខ្លួនហ្មងអាហ្នឹងបើសិនជាយើងអត់ចេះ release វាទេវាពិបាកហើយអ្នកចូលក្នុងវិស័យនេះដឹងហើយគឺវាពិបាកខ្លាំង យ៉ាអញ្ចឹងអាចថាមានសារអីផ្ដាំទៅដៃថ្មីអត់ចំពោះអ្នកដែលចាប់ផ្ដើមរៀន trade អត់ទេបងមានចូលមកខម mentor រៀនឲ្យបានត្រឹមត្រូវទៅហើយrate ឲ្យមាន risk management ឲ្យមាន rule មាន system អីចងមកសម្រាប់ខ្លួនឯងព្រោះហ្នឹង trading វាដូចជា unique របស់យើងចឹងហើយយើងរកខ្លួនឯងឃើញកន្លែងមួយហ្នឹងទោះបីយើងទៅរៀនពីគេក៏ដោយបើថាយើងទៅរៀនពីគេទៅបើយើងយកគ្រឹះពីគេយើងចង់យក intimidate គេមកប្រើក៏បានដែរនឹងទៅរៀនពីគេទៅរៀនចេះ strategy ហើយចេះព្យាយាមrule ខ្លួនឯងនេះត្រូវរក្សាខ្លួនឯងអត់មានអ្នកជួយយើងបានទេ risk management កំណត់ខ្លួនឯងdiscipline ធ្វើជាប្រចាំហ្នឹងគឺខ្លួនឯងទាំងអស់
ហ្នឹងហើយអញ្ចឹងសូមអរគុណ D សម្រាប់ការចូលរួមក្នុងថ្ងៃនេះហើយថ្ងៃនេះដែរ podcast យើងក៏បានមកដល់ទីបញ្ចប់ហើយអញ្ចឹងសូមអរគុណសម្រាប់បងប្អូនដែលបានស្ដាប់ដល់ចុងបញ្ចប់ហើយនេះគឺជា social media body ដែលយើងអាចនឹងដាក់ pop up នៅកន្លែងណាមួយនៅ outro ហ្នឹងដែលអ្នកទាំងអស់គ្នាអាចទៅ follow គាត់បានទាំងនៅក្នុង IG Facebook TikTok ហើយនិង Telegram community គាត់ផ្សេងៗអ្នកទាំងអស់គ្នាអាចរកបានដូចនៅលើនេះអញ្ចឹងពីខ្ញុំសុនហៈ ខ្ញុំ TD Hunter សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាន podcast មួយនេះ